សួស្តីអ្នកទេសចរនិងអ្នកស្រឡាញ់សិល្បៈអង្គរទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកមកស្គាល់ប្រាសាទមួយដ៏ស្រស់ស្អាតនិងពោរពេញទៅដោយប្រវត្តិសាស្ត្រនោះគឺប្រាសាទព្រះខ័នប្រាសាទព្រះខ័នត្រូវបានកសាងឡើងនៅសតវត្សទី12ប្រហែលឆ្នាំ1191ដោយព្រះបាទជ័យវរ្ម័នទី7ហើយព្រះអង្គបានសង់ប្រាសាទនេះដើម្បីឧទ្ទិសដល់ព្រះបិតារបស់ទ្រង់ហើយបើសិនជាយើងមកមើលពាក្យថាព្រះខ័នគឺមានន័យថាដាវពិសិដ្ឋឬក៏ព្រះខ័នគឺមានន័យថាជានិមិត្តរូបនៃអំណាចនិងការការពារវាតំណាងឲ្យសេចក្តីស្រឡាញ់និងកិត្តិយសរបស់កូនចំពោះឪពុកម្ដាយប្រាសាទព្រះខ័នមានទ្វារចូលចេញ4ទិសមានផ្លូវបណ្ដោយទៅកាន់កណ្ដាលដែលជាទីតាំងបង្ហាញពីប្រាសាទចម្បងនៅពេលដែលបងប្អូនទាំងអស់គ្នាមកទស្សនានៅប្រាសាទព្រះខ័ននេះបងប្អូនទាំងអស់គ្នានឹងអាចមើលឃើញសសរឈរជាជួរប្រាសាទចាស់ៗតុបតែងដោយសិលាចារៈនិងរូបចម្លាក់បុរាណដែលបង្ហាញពីសិល្បៈខ្មែរយ៉ាងអស្ចារ្យហើយសំឡេងខ្យល់បក់តាមសសរឈរនិងពន្លឺថ្ងៃនៅលើថ្មអាចធ្វើឲ្យបងប្អូនទាំងអស់គ្នាមានអារម្មណ៍ដូចជាកំពុងតែដើរវិលតាមរយៈពេលវេលាបើទោះបីជាបងប្អូនទាំងអស់គ្នាមកចំពេលភ្លៀងក៏បានឃើញដំណក់ទឹកភ្លៀងមួយតក់ធ្វើឲ្យសម្រាប់ប្រាសាទព្រះខ័នកាន់តែស្រស់ស្អាតថែមទៀតប្រាសាទព្រះខ័នមិនត្រឹមតែជាមរតកវប្បធម៌ទេប៉ុន្តែជាភស្តុតាងនៃចិត្តស្រឡាញ់និងសេចក្តីគោរពរបស់កូនចំពោះឪពុកម្ដាយដូច្នេះហើយបើសិនជាបងប្អូនបានមកលេងខេត្តសៀមរាបកុំភ្លេចចុះទស្សនាប្រាសាទព្រះខ័នផងណាជួបគ្នាវីដេអូក្រោយកុំភ្លេចជួយ follow និង share វីដេអូនេះបញ្ជាមិត្តភ័ក្តិដើម្បីដើរលេងជុំគ្នាទាំងអស់គ្នាអរគុណបងប្អូនដែលចំណាយពេលវេលាដើរទស្សនាប្រាសាទព្រះខ័នជាមួយខ្ញុំទាំងអស់គ្នា